ពិបាកនឹងជឿណាស់ថាយន្តហោះចម្បាំងរបស់កងទ័ពអាកាសចិនមួយនេះតាមពិតមានដើមកំណើតមកពីយន្តហោះអាល្លឺម៉ង់មី262ក្នុងនាមជាយន្តហោះប្រើម៉ាស៊ីនចំហែដំបូងបង្អស់ដែលត្រូវបានបំពាក់ជាផ្លូវការនៅក្នុងកងទ័ពអាកាសប្រជាជនចិនមុនពេល MiG-15 បានក្លាយជារឿងព្រេងក្នុងសង្គ្រាមកូរ៉េវាបានបំពេញតួនាទីការពារដែនអាកាសរបស់សាធារណរដ្ឋប៉ុន្តែវាមិនមែនជាយន្តហោះចម្បាំងសំខាន់បំផុតនោះទេហើយសម្រាប់ប្រវត្តិរបស់វានៅសហភាពសូវៀតវិញក៏មិនមែនជារឿងរលូនដែរចាប់តាំងពីដំណាក់កាលដើមនៃការរចនាវាបានជួបបញ្ហាជាបន្តបន្ទាប់អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺនៅពេលដែលវាត្រូវបានបង្ហាញដល់ថ្នាក់ដឹកនាំនិងត្រូវបានរៀបចំសម្រាប់ពិធីបង្ហាញយោធាដោយសារតែយន្តហោះនេះមានបញ្ហាច្រើនសហភាពសូវៀតសូម្បីតែបានសរសេរលិខិតទៅកាន់មិត្តចិនដើម្បីសុំទោសដោយនិយាយថាយើងសុំទោសដែលបានផ្ញើយន្តហោះប្រភេទនេះឲ្យអ្នកយន្តហោះមេឃថ្មីជាងនេះនឹងមកដល់នៅពេលក្រោយទោះបីជាយន្តហោះនេះមានបញ្ហាមិនចេះចប់ក៏ដោយវាបានបើកផ្លូវសម្រាប់ភាពជោគជ័យរបស់ MiG-15 នៅពេលក្រោយហើយថែមទាំងបានជួយលើកកម្ពស់សមត្ថភាពរបស់កងទ័ពអាកាសចិនដែលទើបបង្កើតឡើងផងដែរដោយសារតែចំណុចនេះតែមួយវាក៏អាចចាត់ទុកថាជាយន្តហោះដែលមានតម្លៃប្រវត្តិសាស្ត្រយ៉ាងខ្លាំងយន្តហោះដែលកែប្រែចេញពីមី262របស់អាល្លឺម៉ង់នេះគឺជាយន្តហោះចម្បាំងប្រើម៉ាស៊ីនចំហែដំបូងបង្អស់របស់សហភាពសូវៀតក្រោយសង្គ្រាមលោកលើកទី2ការវាយប្រហារដ៏ធំសម្បើមរបស់យន្តហោះទម្លាក់គ្រាប់បែកអាមេរិកបានធ្វើឲ្យមេដឹកនាំសូវៀតមានការព្រួយបារម្ភយ៉ាងខ្លាំងសំណួរដ៏ធំបំផុតគឺតើត្រូវប្រើអ្វីដើម្បីទប់ទល់នឹងកម្លាំងអាកាសរបស់ប្រទេសលោកខាងលិចនៅពេលនោះយន្តហោះចម្បាំងកំពុងឈានចូលយុគសម័យថ្មីហើយសូវៀតត្រូវតែបង្កើតយន្តហោះដែលលឿនជាងនិងខ្លាំងជាងមុនឲ្យបានឆាប់ដើម្បីការពារដែនអាកាសដ៏ធំរបស់ខ្លួនប៉ុន្តែបញ្ហាគឺអាមេរិកនិងអង់គ្លេសបានមានយន្តហោះចម្បាំងប្រើម៉ាស៊ីនចំហែរួចទៅហើយនៅចុងសង្គ្រាមលោកលើកទី2ចំណែកសហភាពសូវៀតវិញមិនត្រឹមតែមិនមានយន្តហោះប្រភេទនេះទេសូម្បីតែគម្រោងម៉ាស៊ីនចំហែដែលអាចទប់ចិត្តបានក៏មិនទាន់មានដែរដំណឹងល្អតែមួយគត់គឺបន្ទាប់ពីយកឈ្នះអាល្លឺម៉ង់សូវៀតបានទទួលយកយន្តហោះចម្បាំងម៉ាស៊ីននិងគ្រឿងបន្លាស់ជាច្រើនរបស់អាល្លឺម៉ង់វាមិនត្រឹមតែអាចឲ្យពួកគេប្រមូលផ្ដុំយន្តហោះថ្មីបានទេប៉ុន្តែថែមទាំងអាចប្រើឯកសារបច្ចេកទេសដែលរឹបអូសបានដើម្បីសិក្សានិងផលិតឡើងវិញផងដែរប៉ុន្តែអ្នករចនាយន្តហោះយាខូវឡេវយល់ថាវិធីសាស្ត្រនេះទោះបីលឿនក៏ដោយប៉ុន្តែមិនមានអនាគតទេមូលហេតុគឺផលិតផលឧស្សាហកម្មរបស់អាល្លឺម៉ង់ត្រូវបានគេស្គាល់ថាមានភាពស្មុគស្មាញខ្លាំងដូចជាស្នាដៃសិល្បៈមួយវាត្រូវការស្តង់ដារផលិតកម្មខ្ពស់ដែលខុសគ្នាខ្លាំងពីសមត្ថភាពឧស្សាហកម្មរបស់សូវៀតនៅពេលនោះប្រសិនបើផលិតនៅក្នុងប្រព័ន្ធសូវៀតវាអាចនឹងមិនដំណើរការល្អដូចដើមប៉ុន្តែការពិតគឺកងទ័ពអាកាសកំពុងរងចាំយន្តហោះថ្មីយ៉ាងបន្ទាន់ក្រោមសម្ពាធនេះសូវៀតបានប្រើយុទ្ធសាស្ត្រដើរពីរផ្លូវក្នុងពេលតែមួយគឺក្រុមរចនាមិកដែលជាក្រុមវ័យក្មេងបានយកម៉ាស៊ីន VEM003 របស់អាល្លឺម៉ង់ជាមូលដ្ឋានហើយផ្អែកលើការចម្លងមី262ដើម្បីអភិវឌ្ឍយន្តហោះចម្បាំងប្រើម៉ាស៊ីនចំហែ2ឲ្យបានឆាប់បំផុតចំណែកក្រុមរចនាយាខូវឡេវបានយកម៉ាស៊ីន JM004 មកអភិវឌ្ឍយន្តហោះចម្បាំងប្រើម៉ាស៊ីនតែមួយដែលជាការរចនាថ្មីទាំងស្រុងនៅដំបូងគេគិតថាយាខូវឡេវមានប្រៀបជាងប៉ុន្តែចុងក្រោយលទ្ធផលត្រូវបានសម្រេចដោយសមត្ថភាពពិតប្រាកដរបស់យន្តហោះដោយចង់បញ្ចប់គម្រោងឲ្យបានលឿនមេឃបានយករចនាបថមី262មកប្រើស្ទើរតែទាំងស្រុងប៉ុន្តែបញ្ហាដែលមាននៅលើមី262ក៏ត្រូវបាននាំមកជាមួយដែរមី262ពិតជាមានការរចនាដែលអាល្លឺម៉ង់បានចាប់ផ្ដើមបោះបង់ចោលរួចទៅហើយស្លាបរបស់វាមានទំហំធំបង្កើតកម្លាំងទប់ខ្យល់ខ្ពស់ហើយម៉ាស៊ីនដែលដាក់ឆ្ងាយពីអកណ្ដាលរបស់ទូយន្តហោះធ្វើឲ្យសមត្ថភាពបត់បែនមិនល្អជាពិសេសប្រសិនបើម៉ាស៊ីនម្ខាងមានបញ្ហាការគ្រប់គ្រងយន្តហោះនឹងកាន់តែពិបាកខ្លាំងជាក់ស្ដែងនៅចុងសង្គ្រាមអាល្លឺម៉ង់បានបោះបង់ការរចនាបែបនេះហើយចាប់ផ្ដើមអភិវឌ្ឍយន្តហោះថែ183ដែលមានរន្ធទទួលខ្យល់នៅផ្នែកច្រមុះប៉ុន្តែគួរឲ្យសោកស្ដាយគំរូយន្តហោះមិនទាន់បានបញ្ចប់ផងអ្នករចនានិងក្រុមការងាររបស់វាបានបាត់បង់ទៅហើយបន្ទាប់ពីសិក្សាសម្ងាត់អំពីគម្រោង Yak-15 របស់ Yakob Lev ក្រុមមេឃបានដឹងថាការចម្លងមី262ដោយផ្ទាល់មិនមែនជាវិធីល្អទេពួកគេបានផ្លាស់ប្ដូរទីតាំងម៉ាស៊ីនដោយប្ដូរទៅប្រើការទទួលខ្យល់នៅច្រមុះនិងដាក់ម៉ាស៊ីនទាំងពីរនៅខាងក្នុងទូយន្តហោះទោះបីរូបរាងខាងក្រៅរបស់វាមើលទៅមិនសូវស្អាតនិងចម្លែកក៏ដោយការធ្វើតេស្តក្នុងរូងខ្យល់បានបង្ហាញថាការរចនាថ្មីនេះអាចកាត់បន្ថយកម្លាំងទប់ខ្យល់បានយ៉ាងច្រើនវាអាចបង្កើនល្បឿនអតិបរមានិងធ្វើឲ្យសមត្ថភាពបត់បែននៅល្បឿនទាបកាន់តែប្រសើរដើម្បីបំពេញតម្រូវការរបស់កងទ័ពអាកាសក្រៅពីកាំភ្លើងធំ23មីលីម៉ែត្រចំនួន2ដើមមេឃក៏បានដំឡើងកាំភ្លើងធំ37មីលីម៉ែត្រដ៏ធំមួយនៅក្នុងផ្នែកខាងក្នុងនៃរន្ធទទួលខ្យល់យន្តហោះនេះមើលទៅមិនត្រឹមតែអាក្រក់ទេប៉ុន្តែថែមទាំងមានចរិតរឹងមាំនិងពិបាកគ្រប់គ្រងផងដែរគំរូដំបូងត្រូវបានដាក់ឈ្មោះថា E300 ហើយក្រោយមកបានទទួលឈ្មោះផ្លូវការថា MiG-9 នៅថ្ងៃទី24ខែមេសាឆ្នាំ1946យន្តហោះ MiG-9 និង Yak-15 ត្រូវបានរៀបចំសាកល្បងហោះហើរនៅថ្ងៃតែមួយក្រុម Yakob Lev បានមកដល់ប្រលានយន្តហោះតាំងពីព្រឹកប៉ុន្តែដោយសារតែមានការរៀបចំជាមុនពួកគេត្រូវរងចាំដល់ពេលរសៀលនៅពេលក្រុមមេឃដឹងថាពេលព្រឹកមិនអាចហោះបានពួកគេបានទូរស័ព្ទទៅមន្ត្រីទទួលខុសត្រូវភ្លាមបន្ទាប់ពីទទួលការបញ្ជាប្រលានយន្តហោះទាំងមូលបានផ្លាស់ប្ដូរកាលវិភាគ MiG-9 បានហោះឡើងលើអាកាសមុនគេទោះបី Yak-15 ក៏បានហោះនៅពេលក្រោយក៏ដោយក៏ប្រវត្តិសាស្ត្របានកត់ត្រារួចហើយថា MiG-9 បានក្លាយជាយន្តហោះចម្បាំងប្រើម៉ាស៊ីនចំហែដំបូងបង្អស់របស់សហភាពសូវៀតប៉ុន្តែការចាប់ផ្ដើមដ៏អស្ចារ្យនេះបានប្រែក្លាយទៅជាផ្លូវលំបាកភ្លាម3ខែក្រោយមកដើម្បីបង្ហាញសមត្ថភាពដល់មេបញ្ជាការយោធានិងក្រសួងឧស្សាហកម្មអាកាសចរ MiG-9 ត្រូវបានយកទៅបង្ហាញក្នុងកម្មវិធីហោះហើរផ្ទៃក្នុងនៅពេលឃើញ Yak-15 ធ្វើចលនាហោះហើរលឿននិងស្មុគស្មាញអ្នកបើកយន្តហោះ MiG គឺ Grinchek មិនពេញចិត្តឡើយគាត់ជឿថា MiG-9 ល្អជាង Yak-15 យ៉ាងច្រើនហើយចង់បង្ហាញថា MiG អាចឈ្នះបានក្នុងការបង្ហាញហោះហើររបស់ MiG-9 គាត់បានធ្វើចលនាដ៏គ្រោះថ្នាក់ជាច្រើនប៉ុន្តែពេលយន្តហោះកំពុងបាត់ក្នុងល្បឿនខ្ពស់និងទទួលកម្លាំងគេខ្លាំងទូយន្តហោះមិនអាចទ្រាំបានហើយបានបែកខ្ទេចនៅលើអាកាស MiG-9 បានបាត់បង់ការគ្រប់គ្រងហើយធ្លាក់ចុះទៅដីយ៉ាងលឿនអ្នកបើកយន្តហោះ Grinchek បានស្លាប់ភ្លាមគ្រោះថ្នាក់នេះបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់កម្មវិធីអភិវឌ្ឍ MiG-9
ក្រោយមកក្រុមវិស្វករត្រូវចំណាយពេលយ៉ាងច្រើនដើម្បីនាំ MiG-9 ត្រឡប់មកធ្វើតេស្តវិញប៉ុន្តែបញ្ហាមិនទាន់ចប់នៅឡើយទេមួយខែក្រោយមក Stellan បានដាក់បទបញ្ជាថាក្នុងរយៈពេល40ថ្ងៃមុនថ្ងៃបុណ្យបដិវត្តន៍ខែតុលាយន្តហោះចម្បាំងប្រើម៉ាស៊ីនចំហេះថ្មីទាំងពីរប្រភេទត្រូវផលិតឲ្យបានម្នាក់ពី10ទៅ15គ្រឿងដើម្បីបង្ហាញមុខនៅចំពោះមុខពិភពលោកខាងលិចបញ្ហាគឺ MiG-9 និង Yak-15 នៅតែជាយន្តហោះគំរូដែលផលិតដោយដៃវាមិនទាន់អាចផលិតជាចំនួនច្រើនបានឡើយប៉ុន្តែគ្មាននរណាម្នាក់ហ៊ានបដិសេធបញ្ជារបស់ Stellan ទេរោងចក្រត្រូវធ្វើការ3វេនទាំងថ្ងៃទាំងយប់ហើយផលិតយន្តហោះ15គ្រឿងដោយដៃលទ្ធផលគឺយន្តហោះជាច្រើនមានបញ្ហាខ្លះមានបញ្ហាកង់ចុះចតខ្លះមានបញ្ហាកន្ទុយយន្តហោះហើយក្នុងចំណោមនោះមានយន្តហោះ5គ្រឿងដែលមានបញ្ហាជាមួយម៉ាស៊ីន